5 អ្នកទាំងអស់គ្នាដឹងទៅចុះជនជាតិចិនមិនមែនជាអ្នកជំងឺអាស៊ីឡើយបងប្អូនមានដឹងទេថាតើពាក្យជនជាតិចិនមិនមែនជាអ្នកជំងឺអាស៊ីនេះមានប្រភពតាំងពីពេលណាមកពាក្យជនជាតិចិនមិនមែនជាអ្នកជំងឺអាស៊ីគឺជាពាក្យបង្កើតឡើងដោយក្រុមអ្នកស្នេហាជាតិអ្នកក្លាហានបញ្ញវន្តជនជាតិចិនដើម្បីប្រឆាំងទៅនឹងការមើលងាយមើលថោកជិះជាន់គៀបសង្កត់មកលើជនជាតិចិនពីសំណាក់ជនបរទេសពាក្យនេះផងដែរត្រូវបានគេបង្កើតឡើងនិងប្រើប្រាស់នៅសតវត្សទី18ពេលដែលប្រទេសចិនកំពុងតែជួបវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរពីការឈ្លានពានរបស់បរទេសពិសេសគឺប្រជាជនកំពុងតែងំញីដោយការប្រើប្រាស់អាភៀនជនបរទេសតែងតែចាត់ទុកជនជាតិចិននាសម័យនោះថាជាអ្នកជំងឺអាស៊ី Segment of the Asia ដោយសារតែជនជាតិចិនងាយស្រួលធ្វើបាបងាយស្រួលជិះជាន់ងាយស្រួលប្រើប្រាស់និងងាយស្រួលបំបែកបំបាក់តរៀងមកជនជាតិចិនដែលជាអ្នកជិះចាប់ទៅនឹងបញ្ហាសង្គមក៏ចាប់ផ្ដើមមិនសុខចិត្តទៅនឹងការគ្រប់គ្រងប្រទេសរបស់រាជការខ្លួនដោយចាប់ផ្ដើមធ្វើត្រាប់តាមនិងនិយាយតាមជនបរទេសដែលថាជនជាតិចិនគឺជាអ្នកជំងឺអាស៊ីដោយចង់ឌៀមដាមទៅកាន់រាជការរបស់ខ្លួនព្រមទាំងទម្លាក់កំហុសគ្រប់បែបយ៉ាងទៅលើរាជវង្សឆេងនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលមិនអាចគ្រប់គ្រងប្រទេសជាតិឲ្យបានល្អផ្ទុយទៅវិញបែរជាពួករាជការទាំងនោះបង្កលក្ខណៈងាយស្រួលដល់បរទេសដើម្បីចូលមកប្រទេសខ្លួនរកស៊ីប្រកបរបរតាមអំពើចិត្តរហូតចុងក្រោយពួកបរទេសទាំងនោះបានគប់ខិតគ្នាជាមួយមន្ត្រីរាជការពុករលួយខ្សែរាជវង្សឆេងពុករលួយរហូតដល់មន្ត្រីនៅតាមមូលដ្ឋានដើម្បីនាំចូលអាភៀនទៅគ្រប់ច្រកល្ហកទាំងអស់ទូទាំងប្រទេសចិនព្រោះតែអំពើពុករលួយចង់មានចង់បានមិនគិតពីផលប្រយោជន៍ជាតិបានបណ្ដាលឲ្យប្រទេសចិនធ្លាក់ចូលទៅក្នុងវិបត្តិសង្គមដែលមិនអាចដោះស្រាយបានរហូតបង្កឲ្យមានសង្គ្រាមអាភៀនកើតឡើងចំនួន2លើកនៅក្នុងសតវត្សទី18ប៉ុន្តែជាអកុសលប្រទេសចិនបានចាញ់សង្គ្រាមនោះទាំងពីរលើកផ្ទួនគ្នាការចាញ់សង្គ្រាមនេះបណ្ដាលមកពីគ្មានកម្លាំងទ័ពគ្រប់គ្រាន់ទ័ពមានតែឈ្មោះនៅក្នុងបញ្ជីពេលត្រូវការប្រើប្រាស់រកតែទ័ពមួយកងពលទៅធ្វើសង្គ្រាមមិនបានប្រទេសជាតិបែកបាក់ផ្ទៃក្នុងប្រជាជនចាប់ផ្ដើមងើបបះបោរទៅនឹងរាជវង្សឆេងដែលអសមត្ថភាពនៅក្នុងការគ្រប់គ្រងប្រទេសការបែកខ្ញែកកម្លាំងសរុបនៅក្នុងប្រទេសជាដើមកត្តាទាំងនេះហើយទើបធ្វើឲ្យបរទេសឈ្នះសង្គ្រាមនៅលើចិនដោយងាយស្រួលជាទីបំផុតរហូតមកដល់ឆ្នាំ1895បញ្ញវន្តចិនមួយរូបដែលមានឈ្មោះថាយៀនហ្វូបានរៀបចំតាក់តែងឃ្លៀងឃ្លោពាក្យជនជាតិចិនជាអ្នកជំងឺអាស៊ីនេះយកមកសិក្សារៀនសូត្រនិងផ្សព្វផ្សាយជាសាធារណៈទូទាំងប្រទេសចិននៅក្រោយពេលដែលប្រទេសចិនបានចាញ់សង្គ្រាមជាមួយជប៉ុនយ៉ាងអាម៉ាស់ជាទីបំផុតអត្ថបទរបស់លោកយេនហ្វូគឺចង់បង្ហាញពីភាពអសមត្ថភាពរបស់រាជការចិនដែលបណ្ដោយឲ្យបរទេសមាក់ងាយជនជាតិចិនដូចជាសត្វធាតុមកយោងទៅតាមអត្ថបទដែលសរសេរដោយលោកសាស្ត្រាចារ្យលាវឈីឆៅដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1902បានគូសបញ្ជាក់ថាកងទ័ពចិនបរោះចិននិងយុវជនចិនគ្មានកម្លាំងពលំគ្មានស្មារតីនិងគ្មានឆន្ទៈគ្រប់គ្រាន់ដើម្បីទប់ទល់ប្រឆាំងទៅនឹងបរទេសនោះឡើយដោយសារតែពួកគេញោមញីដោយការជក់អភិនយ៉ាងអនាធិបតេយ្យគាត់ក៏បានសង្កត់ធ្ងន់ទៀតថាតើជាតិសាសន៍មួយអាចខ្លាំងពូកែយ៉ាងម្ដេចបានបើបរោះនិងយុវជនខ្សោយយ៉ាងនេះនោះ How can a nation be not weak if it meant are weak គាត់ចង់សម្ដៅថាបើនាំគ្នាជក់អភិនគ្រប់តែគ្នាអញ្ចឹងតើបាននរណាជាកម្លាំងស្នូលនៅក្នុងការការពារជាតិតើបាននរណាបណ្ដេញជនបរទេសឈ្លានពានចេញពីស្រុកទេសបានទៅចាប់តាំងពីពេលនោះមកពាក្យជនជាតិចិនជាអ្នកជំងឺអាស៊ីនេះបានคล้ายទៅជាពាក្យអាម៉ាស់សម្រាប់ជនជាតិចិនរាប់ចំនួនដោយសារតែទង្វើប្រេះផ្ដាស់និងកំហុសឆ្គងដែលបង្កើតឡើងដោយរាជវង្សចុងក្រោយរបស់ប្រទេសចិននិងមន្ត្រីរាជការពុករលួយនាសម័យនោះសម័យក្រោយៗមកទៀតរហូតមកដល់បច្ចុប្បន្នពាក្យនេះត្រូវបានគេដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានិងរៀនសូត្រសម្រាប់សិស្សចាប់ពីថ្នាក់វិទ្យាល័យដើម្បីជាស្មារតីដាស់តឿនដល់ជនជាតិចិនចំនួនក្រោយត្រូវប្រឹងប្រែងតស៊ូសិក្សារៀនសូត្រនិងមានមនសិការស្នេហាជាតិកុំឲ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងដានកង់ប្រវត្តិសាស្ត្រដោយចំនួនមុនរបស់ពួកគេទៀតសូមអរគុណ